សូមស្វាគមន៍អ្នកសិក្សាគម្រោងមកកាន់ YouTube Channel រៀនខ្មែរថ្ងៃនេះ YouTube Channel រៀនខ្មែរសូមលើកយកប្រធានសំណេរតែងសេចក្តីបែបពន្យល់មួយដោយគេលើកឡើងថាជីវិតគឺជាការតស៊ូបាទចូលពន្យល់ព្រមទាំងលើកឧទាហរណ៍នៅក្នុងសង្គមនិងអក្សរសិល្ប៍ខ្មែរមកបញ្ជាក់នៅក្នុងប្រធានតែងសេចក្តីបែបពន្យល់មួយនេះគឺគេចង់ឲ្យយើងសរសេរពន្យល់អំពីជីវិតតើជីវិតនឹងជាការតស៊ូយ៉ាងដូចម្ដេចហើយលើកឧទាហរណ៍នៅក្នុងសង្គមនិងអក្សរសិល្ប៍ខ្មែរមកបញ្ជាក់បាទឥឡូវយើងចូលទៅមើលសេចក្តីអធិប្បាយរបស់យើងទាំងអស់គ្នាបាទអញ្ចឹងនៅក្នុងការសរសេរអត្ថាធិប្បាយបែបពន្យល់អ្នកសិក្សាគ្រប់រូបត្រូវចូលបន្ទាត់មួយសិនបាទនៅត្រង់ចំណុចនេះហើយយើងសរសេរលំនាំបញ្ហាចំណូលបញ្ហានិងចំណោទបញ្ហាបាទឥឡូវយើងមើលដូចតទៅគេច្រើននិយាយថាមានជីវិតតែងមានទុក្ខជីវិតមានទុក្ខយ៉ាងដូចនេះហើយទើបអ្នកប្រាជ្ញបណ្ឌិតកវីឬអ្នកវិទ្យាសាស្ត្រនានានៅលើលោកបានខិតខំផ្ដល់ជាវិធីសាស្ត្រឬបង្កើតអ្វីគ្រប់យ៉ាងដើម្បីជួយឲ្យការរស់នៅមានភាពល្អប្រសើរតែទោះជាយ៉ាងណាក៏ដោយដើម្បីជួយឲ្យជីវិតរស់នៅមានសេចក្តីសុខនិងសេចក្តីចម្រើនជាមូលដ្ឋានគេត្រូវមានការតស៊ូព្យាយាមជាចាំបាច់បាទនៅត្រង់ចំណុចនេះចាប់ពីគេច្រើននិយាយថារហូតមកដល់ពាក្យថាជាចាំបាច់នេះគឺជាលំនាំបញ្ហាដែលយើងត្រូវសរសេរឲ្យតាក់ទងទៅនឹងប្រធានបទរបស់យើងខាងលើនេះបាទជីវិតគឺជាការតស៊ូឥឡូវយើងចូលទៅចំណុចតូចទី2គឺចំណូលបញ្ហាដែលយើងត្រូវលើកយកប្រធានបទដាក់ចូលវិញទាំងស្រុងបាទតាក់ទងនឹងបញ្ហាខាងលើនេះទើបមានទស្សនៈមួយបានលើកឡើងថាជីវិតគឺជាការតស៊ូបាទយើងចូលបន្តថ្មីមួយទៀតនៅក្នុងផ្ដើមសេចក្តីណាតើទស្សនៈខាងលើនេះមានអត្ថន័យនិងតម្លៃអប់រំដូចម្ដេចខ្លះសញ្ញាសួរបាទនៅក្នុងslide ទី1នេះគឺមាន3ចំណុចតូចបាទមានលំនាំបញ្ហាចំណូលបញ្ហានិងចំណោទបញ្ហាបាទឥឡូវយើងចូលទៅចំណុចទី2គឺតួសេចក្តីបាទអញ្ចឹងយើងត្រូវជុំបន្តថ្មីមួយទៀតបាទអញ្ចឹងយើងសរសេរមកយើងដាក់ថាមុននឹងបកស្រាយប្រធានបទជាបឋមយើងគួរយល់ន័យនៃពាក្យកន្លឹះមួយចំនួនជាមុនសិនបាទអញ្ចឹងនៅក្នុងល្បះទី1នេះយើងហៅវាថាជាឃ្លាភ្ជាប់សេចក្តីបាទចំពោះពាក្យជីវិតមានន័យថាដំណើរនៃការរស់នៅឬអាយុឯពាក្យតស៊ូមានន័យថាការខិតខំឬអត់ធ្មត់មិនចុះចាញ់បាទតាមន័យនៃពាក្យកន្លឹះប្រធានខាងលើមានន័យថាការរស់នៅគឺត្រូវប្រឹងប្រែងមិនត្រូវរាថយឡើយបាទអញ្ចឹងនៅត្រង់ចំណុចនេះគឺយើងហៅថាជាពន្យល់ពាក្យកន្លឹះបាទមាន2ទី1គឺពាក្យថាជីវិតហើយទី2គឺតស៊ូបន្ទាប់ពីយើងពន្យល់ពាក្យកន្លឹះហើយគឺយើងត្រូវពន្យល់ន័យរួមរបស់ប្រធានរបស់យើងថាតើប្រធានបទហ្នឹងគេចង់មានន័យថាម៉េចបាទអញ្ចឹងបន្ទាប់ពីយើងពន្យល់ពាក្យកន្លឹះពន្យល់ន័យប្រធានហើយគឺយើងចូលទៅដល់ចំណុចសំខាន់នៃសំណេរតែងសេចក្តីរបស់យើងគឺបកស្រាយបាទអញ្ចឹងនៅក្នុងការបកស្រាយនេះអ្នកសិក្សាគ្រប់រូបត្រូវចូលបន្តថ្មីមួយទៀតបាទឥឡូវយើងទៅមើលការបកស្រាយដូចតទៅជាការពិតណាស់មនុស្សគ្រប់រូបក្នុងសង្គមយើងនេះនរណាក៏មានសេចក្តីសុខនិងសេចក្តីទុក្ខដែរបាទអ្នកខ្លះមានសេចក្តីសុខច្រើនក៏ព្រោះតែគេមានចំណេះដឹងនិងការខិតខំប្រឹងប្រែងពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរឯអ្នកខ្លះទៀតមានទុក្ខព្រួយមានរឿងហេតុមិនល្អជាច្រើនចូលក្នុងដំណើរជីវិតរបស់គេ
ก็ព្រោះតែគេមានចំណេះដឹងតិចតួចឬមិនមានការតស៊ូប្រឹងប្រែងក្នុងសកម្មភាពប្រចាំថ្ងៃការតស៊ូព្យាយាមមានប្រយោជន៍គ្រប់សម័យកាលនិងគ្រប់កលៈទេសៈបាទអញ្ចឹងលោកគ្រូបានបកស្រាយអំពីសារៈសំខាន់នៃការតស៊ូថាការតស៊ូគឺវាធ្វើឲ្យយើងមានសេចក្តីសុខនិងសេចក្តីចម្រើនបាទហើយការតស៊ូនេះផងដែរគឺវាមានសារៈសំខាន់ឬក៏មានប្រយោជន៍គ្រប់សម័យកាលបាទសម័យបុរាណក៏សំខាន់សម័យបច្ចុប្បន្នក៏សំខាន់បាទឥឡូវយើងមើលតទៀតនៅពេលដែលគេមានការតស៊ូព្យាយាមគេនឹងអាចសម្រេចបំណងប្រាថ្នាក្នុងជីវិតដែលនាំឲ្យការរស់នៅរបស់គេមានសេចក្តីថ្លៃថ្នូរនិងសេចក្តីសុខបាទក្រៅពីនេះការរស់នៅដែលមានអត្ថន័យគឺជាការរស់នៅដែលបានជួយអ្នកជុំវិញខ្លួនដូចជាមិត្តភ័ក្តិសាច់ញាតិបងប្អូនឬក្រុមគ្រួសារជាដើមបាទដើម្បីអាចជួយអ្នកទាំងអស់នោះបានលុះត្រាតែបុគ្គលខ្លួនឯងមានចំណេះដឹងមានជំនាញនិងធនធានគ្រប់គ្រាន់ហើយដើម្បីអាចមានធាតុទាំងអស់នោះបុគ្គលម្នាក់មិនអាចទៅរកឯណាបានក្រៅតែពីការតស៊ូព្យាយាមនោះឡើយបាទនៅត្រង់ចំណុចនេះគឺចង់មានន័យថាដើម្បីអាចជួយមិត្តភ័ក្តិសាច់ញាតិបងប្អូនក្រុមគ្រួសារលុះត្រាតែបុគ្គលម្នាក់មានចំណេះដឹងមានជំនាញឬមានធនធានដែលជាទ្រព្យសម្បត្តិហ្នឹងហើយដើម្បីអាចមានចំណេះដឹងធនធានជំនាញឬទ្រព្យសម្បត្តិហ្នឹងគឺត្រូវតែមានការតស៊ូព្យាយាមជាចាំបាច់បាទឥឡូវយើងមើលបន្តទៀតដោយហេតុថាការតស៊ូជាមធ្យោបាយដ៏មានប្រសិទ្ធភាពដែលអាចឲ្យមនុស្សគ្រប់រូបធ្វើជាឈ្នាន់ឈានទៅកាន់ទីណាមួយដែលពួកគេចង់បាទជាក់ស្ដែងសិស្សានុសិស្សដែលកំពុងសិក្សានៅតាមសាលានានាប្រសិនបើពួកគេចង់ជួយខ្លួនឯងមិត្តភ័ក្តិសាច់ញាតិបងប្អូនឬក្រុមគ្រួសារគេត្រូវប្រឹងប្រែងរៀនសូត្រឲ្យមានចំណេះដឹងជ្រៅជ្រះទើបគេអាចជួយមនុស្សជុំវិញខ្លួនតាមរយៈការផ្ដល់ជាគំនិតឬវិធីសាស្ត្រឬជាធនធានផ្សេងបាទដោយលោកគ្រូបានបញ្ជាក់នៅខាងដើមអញ្ចឹងថាដើម្បីកើតមាននៅធនធានទាំងអស់នោះឬក៏ចំណេះដឹងជំនាញនោះលុះត្រាតែខិតខំប្រឹងប្រែងរៀនសូត្រពោលគឺការតស៊ូនោះឯងឥឡូវយើងមើលបន្តទៀតចំណែកនៅក្នុងអក្សរសិល្ប៍ខ្មែររឿងកុលាបបៃលិនតួអង្គចៅចិត្តជាយុវជនដែលមានការតស៊ូក្នុងជីវិតចៅចិត្តជាកម្មករជីកត្បូងបម្រើការនៅផ្ទះលោកលួងរតនសម្បត្តិទោះបីជាការងារតូចតាចក៏ចៅចិត្តខិតខំបំពេញយ៉ាងយកចិត្តទុកដាក់បាទចៅចិត្តជាមនុស្សដែលមានសិលធម៌សុជីវធម៌និងមានការតស៊ូរហូតក្រុមកម្មករនិងចៅហ្វាយនេះមានជំនឿចិត្តលើរូបគេចៅចិត្តបានផ្លាស់ប្ដូរជីវិតពីកម្មករជីកត្បូងរហូតក្លាយទៅជាកូនប្រសារថៅកែត្បូងនៅបៃលិនរស់នៅដោយសេចក្តីសុខនិងសេចក្តីថ្លៃថ្នូរបាទអញ្ចឹងតួអង្គចិត្តដូចអ្នកសិក្សាគ្រប់រូបបានដឹងបានអាននិងបានស្គាល់ជាច្រើនមកហើយអំពីតួអង្គរូបនេះណាដែលគេគឺជាយុវជនម្នាក់ដែលមានការតស៊ូក្នុងជីវិតរហូតក្លាយទៅជាកូនប្រសារថៅកែត្បូងនៅបៃលិនមិនត្រឹមតែប៉ុណ្ណោះការតស៊ូក៏ជួយដល់ក្រុមគ្រួសារសហគមន៍និងសង្គមជាតិយ៉ាងធំធេងដែរដោយហេតុថាបុគ្គលដែលមានស្មារតីប្រឹងប្រែងនឹងនាំឲ្យខ្លួនគេរឹងមាំកាលណាពួកគេរឹងមាំនឹងនាំឲ្យសង្គមជាតិខ្លាំងក្លាដូច្នោះដែរបើយើងក្រឡេកទៅមើលអក្សរសិល្ប៍ខ្មែររឿងចចកនិងកំពឹសយើងឃើញថាក្រុមចចកមានដំរីខ្លាអកភេពស់ថ្លាន់នាំគ្នាបាចទឹកបឹងដើម្បីស៊ីត្រីទាំងអស់ជាអាហារចំណែកតួអង្គត្រីក្រាញ់តស៊ូននៀលកាត់ព្រៃដើម្បីរកជំនួយក៏ប្រទះនឹងសុភាទន្សាយ
ទុនសាយប្រើស្លឹកឈើមានដង្កូវស៊ីបន្លំជាសារព្រះអិនបញ្ឆោតក្រុមចចកដោយស្រែកហៅអស់សัตว์ទាំងអស់នោះថាណែបងប្អូនទាំងអស់គ្នាចាំស្ដាប់ខ្ញុំព្រះអិនលោកនឹងមកកាច់ជើងត្រុំប្រមុំជើងអកកាច់ក្បាលចចកដកភ្លុកដំរីសក្រុមចចកភ័យផ្អើលរត់ជន់គ្នាធ្លាយទំនប់ទឹកលិចស្លាប់អស់សត្វទាំងអស់នោះក៏ខ្លាយជាចំណីត្រីវិញបាទការតស៊ូព្យាយាមរបស់តួអង្គត្រីក្រាញ់រហូតអាចស្រោចស្រង់ជីវិតខ្លួននិងវងមច្ឆជាតិផ្សេងទៀតបានបាទអញ្ចឹងការតស៊ូក្រាញ់ននៀលកាត់ព្រៃដើម្បីទៅរកជំនួយក៏ទទួលបានលទ្ធផលគួរជាទីគាប់ចិត្តបាទឥឡូវយើងមើលតទៀតបាទចំណែកតួអង្គយ៉តក្នុងរឿងតេជោយ៉តវិញក៏បានបង្ហាញពីការតស៊ូព្យាយាមខ្ពស់ក្នុងជីវិតដែរទោះបីកើតក្នុងត្រកូលក្រីក្រក្តីក៏មិនអាចបញ្ឈប់ការខិតខំប្រឹងប្រែងរបស់គេបានឡើយយ៉តបានប្រឹងប្រែងរៀនសូត្រនៅវិជ្ជាផ្សេងពីតេជោមាសជាគ្រូក៏នាំឲ្យរូបគេខ្លាចជាមេតបការពារនិងអាចកម្ចាត់ស្ដេចសម្រែស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិបាទអញ្ចឹងតួអង្គយ៉តនៅក្នុងរឿងតេជោយ៉តហ្នឹងគឺជាមេតបមួយរូបដែលចេញធ្វើសង្គ្រាមជាមួយនឹងតេជោមាសគ្រប់ទីកន្លែងបាទនៅចុងក្រោយនៅពេលដែលតេជោមាសបានធ្វើមរណកាលទៅតេជោយ៉តក៏បានទទួលតំណែងពីគ្រូធ្វើជាមេតបដើម្បីកម្ចាត់ស្ដេចសម្រែនឹងបាទរហូតអាចសម្លាប់ស្ដេចសម្រែនឹងរកសុខសន្តិភាពជូនប្រទេសកម្ពុជាយើងបាទឥឡូវយើងចូលទៅដល់ផ្នែកសរុបសេចក្តីគឺយើងសរុបនៅការបកស្រាយនៅខាងលើមុនហ្នឹងណាបាទជារួមមកវិញជីវិតដែលមានការតស៊ូជាជីវិតដែលមានតម្លៃបំផុតសម្រាប់ខ្លួនឯងក្រុមគ្រួសារនិងសង្គមជាតិឯជីវិតដែលមិនមានការតស៊ូជាជីវិតដែលមិនមានតម្លៃនិងរស់នៅក្នុងភាពខ្វះខាតគ្មានសេចក្តីថ្លៃថ្នូរនិងកង្វះសុភមង្គលបាទនៅត្រង់ចំណុចនេះយើងសរសេរសរុបប៉ុណ្ណឹងមកបាទនិយាយអំពីជីវិតដែលមានការតស៊ូតើនឹងទទួលបានលទ្ធផលអ្វីហើយបើសិនបើមិនមានការតស៊ូតើនឹងជួបបញ្ហាលំបាកអ្វីខ្លះបាទឥឡូវយើងចូលទៅដល់ផ្នែកចុងក្រោយគឺបញ្ចប់សេចក្តីមាន2ចំណុចតូចទី1គឺវាតម្លៃប្រធាននិងទី2គឺមតិយោបល់ផ្ទាល់ខ្លួនបាទឥឡូវយើងមើលដូចតទៅឆ្លងតាមការបកស្រាយជាច្រើនរួចមកយើងអាចសន្និដ្ឋានបានថាប្រធានពិតជាមានតម្លៃល្អព្រោះបានបង្ហាញពីសារៈសំខាន់នៃការតស៊ូក្នុងជីវិតដែលជាមូលដ្ឋាននៃការកសាងសេចក្តីថ្លៃថ្នូរនិងសុភមង្គលពិតប្រាកដបាទនេះជាវាតម្លៃប្រធានយើងវាតម្លៃទៅលើការតស៊ូជីវិតគឺជាការតស៊ូនោះថាតើប្រធានបទហ្នឹងមានតម្លៃមានសារៈសំខាន់យ៉ាងដូចម្តេចខ្លះបាទហើយចំណុចចុងក្រោយគឺជាមតិផ្ទាល់ខ្លួនរបស់យើងបាទអញ្ចឹងយើងសរសេរថាដូចនេះក្នុងនាមយើងជាសិស្សានុសិស្សចំនួនក្រោយយើងគួរប្រឹងប្រែងក្នុងជីវិតដោយខិតខំរៀនសូត្រនិងគោរពច្បាប់សង្គមដើម្បីក្លាយខ្លួនជាពលរដ្ឋល្អមួយរូបបាទអញ្ចឹងយើងសរសេរធ្វើម៉េចឲ្យស្របទៅនឹងការលើកឡើងរបស់ប្រធានបទគឺនិយាយអំពីជីវិតជាការតស៊ូបាននៅក្នុងការបកស្រាយនៅសំណេរតែងសេចក្តីមួយនេះលោកគ្រូបញ្ចប់ត្រឹមតែប៉ុណ្្នឹងបើសិនបើមានកំហុសខុសឆ្គងត្រង់ចំណុចណាមួយសូមមេត្តាខន្តីអធ្យាស្រ័យបាទអញ្ចឹងយើងចាំជួបគ្នានៅមេរៀនសំណេរតែងសេចក្តីក្រោយៗជាច្រើនទៀតបាទសូមអរគុណ